ឧបនាយករដ្ឋមន្ត្រីសៃសំអល់អញ្ជើញចុះពិនិត្យការដ្ឋាននិងវឌ្ឍនភាពនៃការសាងសង់ផ្ទះការចាក់ដីក្នុងបុរីលេងវត្រាគម្រោងផ្លូវជាតិលេខ 6A និងគម្រោងជ្រៃ100លេខឧត្តមសៃសំអល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2026បានអញ្ជើញចុះពិនិត្យការដ្ឋាននិងវឌ្ឍនភាពនៃការសាងសង់ផ្ទះនិងការចាក់ដីក្នុងបុរីលេងវត្រាគម្រោងផ្លូវជាតិលេខ 6A និងគម្រោងជ្រៃ100ការចុះពិនិត្យនេះក៏មានការអញ្ជើញអមដំណើរដោយអ្នកអង្គការលេងវត្រាដែលជាម្ចាស់គម្រោងផងដែរគម្រោងផ្ទះនិងដីឡូលេងវត្រាជ្រៃ100និងគម្រោងផ្លូវជាតិលេខ 6A មានទីតាំងស្ថិតនៅភូមិជ្រៃ100និងភូមិអន្លង់ស្លែងឃុំសម្បូរមាសស្រុកមកកំពតខេត្តកណ្ដាលកន្លងមកអ្នកអង្គការលេងវត្រាតែងបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយជាប្រចាំទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈលលើគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយជាមួយនឹងការសម្រេចចិត្តបាននៅវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជនបុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដីគុណរូបនីយកម្មនិងសំណង់ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីលេងវត្រាស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជនដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់បុរីលេងវត្រាក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ក្រោយការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីអាជ្ញាធរពាក់ព័ន្ធដើម្បីបន្តសកម្មភាពការចាក់ដីការសាងសង់និងការប្រគល់ប្លង់រហូតបញ្ចប់គម្រោងទាំងស្រុង